អគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី3ខែធ្នូឆ្នាំ2025នេះបានបង្ហោះសារលើបណ្ដាញសង្គម Facebook ផ្លូវការរបស់សម្ដេចដោយបានរំលឹកនិងបកស្រាយនៅប្រវត្តិបទចម្រៀងអោភ្នំពេញអើយដែលមានខ្លឹមសារដូចខាងក្រោមម្សិលមិញខួបលើកទី47ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាពីធ្នូ1978ពីធ្នូ2025នៅសល់ជាង1ខែទៀតនឹងឈានដល់ខួបលើកទី47នៃថ្ងៃជ័យជំនះលើរបបប៉ុលពត7មករា1979 7មករា2026បទចម្រៀងអោភ្នំពេញអើយនៅតែជាការចងចាំរបស់ប្រជាជនកម្ពុជាសម្រាប់ខ្ញុំបទចម្រៀងមួយបទនេះស្ដាប់ហើយហូរទឹកភ្នែកដោយការរំភើបទឹកដែលនិពន្ធទំនុកច្រៀងដោយបងកែវចិន្តានិងរៀបចំភ្លេងនិងដឹកនាំផលិតដោយបងជ័យសុភានិងច្រៀងដោយក្មួយសូចានីពិតជាគួរឲ្យគោរពនិងកោតសរសើរខ្ញុំសូមយកឱកាសនេះសូមអភ័យទោសពីវិញ្ញាណក្ខន្ធបងកែវចិន្តាបងជ័យសុភាក៏ដូចជាកូននិងចៅរបស់បងទាំងពីរដោយមុននេះខ្ញុំយល់ច្រឡំថាគ្រួសារបងកែវចិន្តានិងគ្រួសារបងជ័យសុភាដណ្ដើមសិទ្ធិធ្វើជាម្ចាស់បទអោភ្នំពេញអើយប៉ុន្តែនៅពេលខ្ញុំឃើញការបង្ហោះតាម Facebook របស់ឈ្មោះជុនសុធីដែលនៅក្នុងនោះបានបញ្ជាក់ថាម្ចាស់ស្នាដៃបទអោភ្នំពេញអើយគឺលោកអ៊ុំម៉មធឿនបានទទួលមរណភាពហើយដំបូងឡើយខ្ញុំគិតថាអាចមានបទដែលមានចំណងជើងដូចគ្នាប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថាបទនេះនិពន្ធតាំងពីនៅឡុងយ៉ាវដែលជាទីតាំងខ្ញុំបង្កើតកងទ័ពនិងជាមេបញ្ជាការខ្ពស់ជាងគេដែលនៅទីនោះមានអង្គភាពសិល្បៈទាំងបុរាណនិងសម័យនិងបងជ័យសុភាជាជំនួយការខ្ញុំគឺជារឿងដែលមិនអាចទៅរួចឡើយសិល្បៈកងទ័ពសពថ្ងៃក៏កើតពីខែកក្កដាឆ្នាំ1978ដែលមានខ្ញុំជាអ្នកបង្កើតចំណុចកាន់តែច្បាស់បទនេះមិនអាចនិពន្ធមុនរំដោះភ្នំពេញបានឡើយព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យអោភ្នំពេញអើយ3ឆ្នាំដឹកអ្នកក្នុងអរ៉ាភ្នំពេញដួងព្រលឹងជាទីស្នេហា3ឆ្នាំខ្លោចផ្សាតែអ្នករក្សាបានប្រវត្តិថ្លៃថ្លាអង្គអាចក្លាហានអោភ្នំពេញអើយទុកសោកអ្នកបានស្បើយខ្ញុំជួបអ្នកវិញហើយអោដួងព្រលឹងអើយភ្នំពេញអើយអើយភ្នំពេញអើយខ្លឹមសារក្នុងបទចម្រៀងនេះមានន័យគ្រប់គ្រាន់ថាបទចម្រៀងនេះនិពន្ធក្រោយភ្នំពេញត្រូវបានរំដោះមិនមែននៅឡុងយ៉ាវឆ្នាំ1978នោះទេម្យ៉ាងទៀតចម្រៀងនេះមិនបានលើចាក់ផ្សាយមុនថ្ងៃ7មករា1979ផងដែរមកនិយាយអំពីប្រវត្តិនៃបទចម្រៀងអោភ្នំពេញអើយវេលាថ្ងៃត្រង់ថ្ងៃទី7មករាឆ្នាំ1979ភ្នំពេញត្រូវបានរំដោះខ្ញុំមិនប្រកាសថាបងកែវចិន្តាសរសេរនៅពេលល្ងាចឬពេលយប់ថ្ងៃ7មករានោះទេព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបកលើកទី3ល្ងាចថ្ងៃទី8មករាមានការប្រជុំដើម្បីចាត់តាំងរដ្ឋាភិបាលដែលហៅថាក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជាតែបងកែវចិន្តាមិនបានចូលរួមប្រជុំទេតែបងកែវចិន្តាក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាននិងវប្បធម៌យប់ថ្ងៃទី8មករាខ្ញុំត្រឡប់ទៅចូលរួមបិទមហាសន្និបាតបកវិញខ្ញុំអង្គុយទទួលទានបាយជាប់ជាមួយបងកែវចិន្តាគាត់ក៏បានដឹងរឿងគាត់ធ្វើជារដ្ឋមន្ត្រីដែរព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយសម្លេងរណសេរីតាំងពីថ្ងៃទី2ខែធ្នូឆ្នាំ1978មកម្លេះព្រឹកថ្ងៃទី9ខែមករាឆ្នាំ1979មានការប្រជុំរដ្ឋាភិបាលលើកដំបូងដើម្បីបែងចែកភារកិច្ចក្រោយប្រជុំចប់ឃើញថាបងជ័យសុភាយូមកនិយាយទូហ្វូនយ៉ាងធំទៅដល់ដើម្បីឆ្លងយោបល់បងកែវចិន្តាបងកែវចិន្តាខត់ខ្ញុំឲ្យនៅជាមួយគាត់បងជ័យសុភានិយាយមកកាន់ខ្ញុំថាបងហ៊ុនសែននៅជួយយោបល់ផងទម្លាប់បងជ័យសុភាហៅខ្ញុំថាបងទោះគាត់មានអាយុច្រើនជាងខ្ញុំក៏ដោយបងជ័យសុភាចាក់បទអោភ្នំពេញអើយ3ដងក្រោយស្ដាប់រួចបងកែវចិន្តាឲ្យបន្ថែមភ្លេងខ្ញុំមិនច្បាស់ទេតែដូចជាបន្ថែមភ្លេងត្រខ្ញុំមិនច្បាស់ទេថាបងជ័យសុភាធ្វើតាមការណែនាំរបស់បងកែវចិន្តាឬអត់នោះទេមានមនុស្សតែម្នាក់គត់ដែលអាចបំភ្លឺបាននោះគឺក្មួយសូចានីប្រសិនបើគាត់ច្រៀងថតឡើងវិញមានន័យថាបងជ័យសុភាធ្វើតាមបងកែវចិន្តាប្រសិនបើមិនថតឡើងវិញអាចថតតាមក្រោយទៀតព្រោះចម្រៀងនេះត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះដូច្នេះតាមការប៉ាន់ស្មានរបស់ខ្ញុំបងកែវចិន្តាសរសេរបទចម្រៀងនេះនៅល្ងាចថ្ងៃទី7ឬយប់ថ្ងៃទី7មករាប្រគល់ឲ្យបងជ័យសុភារៀបភ្លេងនិងផលិតនៅថ្ងៃទី8ឬយប់ថ្ងៃទី8មករានិងព្រឹកថ្ងៃទី9មករា1979ម៉ោងជាង10ព្រឹកឆ្លងយោបល់បងកែវចិន្តា
តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នកនិពន្ធនៅពេលណាពេលចាក់ផ្សាយដំបូងមិនមាននិយាយពីអ្នកនិពន្ធទេចូលដល់ខែកញ្ញាឆ្នាំ1979គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្ដេចហេងសំរិនដែលរូបខ្ញុំនិងបងកែវចិន្តាអមដំណើរផងទៅទស្សនកិច្ចនៅឡាវនៅក្នុងពិធីជប់លៀងអ្នកចម្រៀងឡាវច្រៀងបទអោភ្នំពេញអើយដោយអ្នកឧទ្ទេសនាមបកជាភាសាខ្មែរថាបទអោភ្នំពេញអើយនិពន្ធដោយសមមិត្តកែវចិន្តាតាំងពីពេលនោះមកមិនមានអ្នកណាទាមទារសិទ្ធិជាអ្នកនិពន្ធទេរាប់ទាំងជ័យសុភាផងដែរខ្ញុំសូមនិយាយទៅកាន់កូនឬចៅលោកមុំធឿនវិញម្ដងប្រហែលអ្នកផ្សព្វផ្សាយព័ត៌មានខុសដោយអចេតនាដែលថាលោកមុំធឿនជាម្ចាស់បទចម្រៀងអោភ្នំពេញអើយខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗនិងចៅយើងជាយោធាមិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេបើគ្មានការអនុញ្ញាតពីខ្ញុំនាពេលនោះខ្ញុំសូមលោកជុនសុធីធ្វើការកែតម្រូវព័ត៌មានដែលបានផ្សាយខុសការខិតខំស្រាវជ្រាវនិងពន្យល់របស់ខ្ញុំគឺដើម្បីជៀសវាងការយល់ច្រឡំទៅថ្ងៃក្រោយព្រោះបទចម្រៀងអោភ្នំពេញអើយជាបទចម្រៀងប្រវត្តិសាស្ត្រ